មានប្រភពមកពីប្រទេសថៃគឺនៅតែមានការពីម្សិលមិញនាថ្ងៃទី13ខែមិថុនាឆ្នាំ2026នេះក្រោមការដឹកនាំនិងបញ្ជាបន្តរបស់ឯកឧត្តមខុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញរដ្ឋបាលខាងទាំង14សហការជាមួយនឹងកម្លាំងចម្រុះមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអគ្គនាយកដ្ឋានកបបដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចោះត្រួតពិនិត្យទីតាំងឃ្លាំងតូចធំនៅក្នុងមូលដ្ឋានសរុបចំនួន18កន្លែងដែលសង្ស័យមាននាំចូលស្តុកទុកចរចានិងចែកចាយផលិតផលបង្កក់មានប្រភពមកពីប្រទេសថៃក្នុងប្រតិបត្តិការទាំង18ទីតាំងនេះសមត្ថកិច្ចចម្រុះគឺបានរកឃើញទីតាំងចំនួន2មានជាប់ពាក់ព័ន្ធនឹងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃទី1ទីតាំងឃ្លាំងស្តុកទំនិញនាំចូលស្ថិតនៅភូមិត្រពាំងជែកសង្កាត់ព្រៃវែងខណ្ឌដង្កោរាជធានីភ្នំពេញរបស់ក្រុមហ៊ុន SKSK Icon ដែលបានស្តុកទំនិញទាំងនោះគឺមានចំនួន61មុខជាប្រភេទកាហ្វេទឹកសេរ៉ូម្សៅនិងទឹកដោះគោទី2ទីតាំងស្ថិតនៅផ្ទះលេខ102ផ្លូវ 79BT ភូមិចម្រើនផលសង្កាត់បឹងទំពុនទី1ខណ្ឌមានជ័យដែលមានស្តុកផលិតផលប្រភេទសាច់បង្កកជាលទ្ធផលសម្រាប់ប្រតិបត្តិការថ្ងៃទី13ខែមិថុនានេះសមត្ថកិច្ចសម្រេចបិទក្រុមទីតាំងឃ្លាំងទាំងពីរខាងលើនេះជាបណ្ដោះអាសន្ននិងបានសម្រេចឲ្យនាំខ្លួនម្ចាស់និងអ្នកគ្រប់គ្រងឃ្លាំងនៅក្នុងខណ្ឌដង្កោចំនួន2នាក់និងឃ្លាំងក្នុងខណ្ឌមានជ័យចំនួន1នាក់ទៅធ្វើការសាកសួរបន្ថែមនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមនីតិវិធីច្បាប់គួរបញ្ជាក់ដែរថាគិតចាប់ពីថ្ងៃទី10មកដល់ថ្ងៃទី13ខែមិថុនានេះគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញសហការជាមួយនឹងកម្លាំងជំនាញពាក់ព័ន្ធបានសហការចុះត្រួតពិនិត្យទីតាំងឃ្លាំងតូចធំក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលបានសង្ស័យនាំចូលស្តុកទុកចរចានិងចែកចាយផលិតផលបង្កកនិងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់បានសរុបចំនួន107ទីតាំងក្នុងនោះក្រុមការងារចម្រុះគឺបានសម្រេចបិទបណ្ដោះអាសន្នទីតាំងចំនួន12ទីតាំងហើយនេះគឺជាព័ត៌មានមួយតាក់ទងជាមួយនឹងការដឹកនាំនិងបញ្ជាបន្តរបស់ឯកឧត្តមខុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងតូចធំនៅក្នុងមូលដ្ឋានសរុបចំនួន18កន្លែងដែលសង្ស័យនាំចូលស្តុកទុកចរចានិងចែកចាយផលិតផលបង្កកមានប្រភពមកពីប្រទេសថៃ